បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើវីដេអូចែករំលែកពីបទពិសោធន៍ខ្លះៗក្នុងការមើលទឹកថ្នាំសម្រាប់ Toyota RAV4 បងប្អូនអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកបទពិសោធន៍ដែលខ្ញុំចេះដឹងតិចតួចអំពីឡានដើម្បីងាយស្រួលសម្រាប់បងប្អូនក្នុងការដែលចង់ទៅទិញប្រភេទ model Toyota RAV4 ហើយមិនដឹងថាមើលទឹកថ្នាំយ៉ាងម៉េចអញ្ចឹងបងប្អូនអាចតាមដាននៅក្នុងវីដេអូជាមួយនឹងខ្ញុំបានបងប្អូនអញ្ចឹងទី1បងប្អូនអាចមើលបានសម្រាប់ប្រភេទ Toyota RAV4 ប្រភេទ Limited គឺពណ៌កាម៉ៃហើយប្រភេទ model ដែលខ្ញុំយកធ្វើមកបង្ហាញបងប្អូនមកគ្រឿងនេះគឺប្រភេទ model Sport បងប្អូនអញ្ចឹង06ប្រភេទ model Sport អញ្ចឹងសម្រាប់រថយន្តមួយគ្រឿងនេះគឺពណ៌សបងប្អូនអញ្ចឹងជំហានដំបូងអញ្ចឹងបងប្អូនចង់មើលទឹកថ្នាំបងប្អូនអាចផ្ទៀងផ្ទាត់បានបងប្អូនអញ្ចឹងទឹកថ្នាំទាំងសងខាងនេះតើពណ៌ដូចគ្នាទេផ្ពាល់មុខខាងស្ដាំនិងទ្វារបងប្អូនអញ្ចឹងនឹងទ្វារបន្តទ្វារមុខនិងទ្វារខាងក្រោយអញ្ចឹងសម្រាប់ថ្នាំឡានបងប្អូនបើសិនជាជាងគាត់បាញ់អញ្ចឹងបាញ់គាត់មិនអាចបាញ់ភ្លាមស្ងួតភ្លាមទេបងប្អូនអញ្ចឹងក៏ត្រូវទុករយៈពេលត្រូវការពេលវេលាដើម្បីវាស្ងួតអញ្ចឹងពេលដែលទុកចន្លោះពេលដែលគាត់ទុកពណ៌ឲ្យស្ងួតហ្នឹងប្រកាសជាមានខ្យល់បក់មានកតិចធូលីឬក៏ដីអីមកអញ្ចឹងប្រកាសជាវាមានក្របនៅលើសាច់ថ្នាំហ្នឹងបងប្អូនមិនរលោងដូចថ្នាំដែលគេបាញ់ចេញពីរោងចក្រទេអញ្ចឹងមួយទៀតគឺបងប្អូនអាចសង្កេតឃើញថាសម្រាប់ទឹកថ្នាំដែលបាញ់អញ្ចឹងបងប្អូនមើលចំពីមុខរលោងប៉ុន្តែមើលពីចំហៀងអត់រលោងទេបងប្អូនអញ្ចឹងទឹកថ្នាំដែលបាញ់អញ្ចឹងបងប្អូនអាចទាញខ្លួនឯងបានមើលឲ្យចំពីខាងមុខហើយមើលពីចំហៀងថាតើរលោងដូចគ្នាឬក៏អត់បើសិនជាមើលពីចំហៀងនឹងស្អាប់អញ្ចឹងអានឹងបញ្ជាក់ថាទឹកថ្នាំឡានហ្នឹងគឺគេបាញ់ឲ្យបងប្អូនអញ្ចឹងមួយទៀតសម្រាប់ទ្វារប្រភេទ Toyota RAV4 ឬក៏ប្រភេទ Highlander អញ្ចឹងបងប្អូនអាចសម្គាល់បានថានៅទ្វារខាងក្រោយទាំងសងខាងគឺមានស្កុតតាគៀកអញ្ចឹងស្កុតតាគៀកនេះខ្ញុំសូមបញ្ជាក់បងប្អូនថាមានបងប្អូនមួយចំនួនគាត់អាចធ្វើបានស្កុតតាគៀកហ្នឹងអញ្ចឹងស្កុតហ្នឹងឬក៏ស្កុតតៃវ៉ាន់យើងយកមកបិទនៅលើឡានអត់អឹបដូចស្កុតស៊ីនចេញពីរោងចក្រទេបងប្អូនអញ្ចឹងប្រកាសជាហើបអញ្ចឹងបងប្អូនអាចទាញស្កុតនេះតើវាទី1វាបិទជាប់ល្អនឹងសាច់ឡានទេទី2ហ្នឹងស្កុតទាំងសងខាងហ្នឹងមានពណ៌ដូចគ្នាឬក៏អត់បងប្អូនអញ្ចឹងបើសិនជាថាឡាននេះបាត់ស្កុតតាគៀកនឹងហើយមានន័យថាឡានហ្នឹងអាចប្រកាសជាបាញ់ឬក៏ឡានប៉ះអញ្ចឹងសម្រាប់ការបាញ់ថ្នាំមានច្រើនទៀតបងប្អូនឡានបុកប៉ះឡានគៀហើយគេបាញ់ថ្នាំឡើងវិញឬក៏ឡានស្លក់ពណ៌បងប្អូនអញ្ចឹងបងប្អូនអាចមើលត្រង់កន្លែងទៅនេះបានបន្ទាប់មកទៀតបងប្អូនអញ្ចឹងសម្រាប់កង់ខាងក្រោយកន្លែងនេះបងប្អូនអាចមើលកែវតំណុងមួយនេះអញ្ចឹងកែវតំណុងនេះមានមកជុំមកខាងដល់ខាងក្រោយនេះបងប្អូនអញ្ចឹងបងប្អូនបើសិនជាបណ្ឌិតឃើញថាបាត់ជ័រកែវនេះมันស្អាតឬក៏ថាជាងអូសឡើងវិញចុចទៅត្រុតមិនរឹងអញ្ចឹងឬក៏កែវនឹងមិនស្អាតអានឹងបញ្ជាក់ថាឡាននេះក៏ជាមានប៉ះផ្នែកខាងក្រោយទៅជាងគេធ្វើសារថ្មីអញ្ចឹងបើបាត់កែវនេះបញ្ជាក់ថាឡានហ្នឹងក៏មានបាញ់ដែរបងប្អូនអញ្ចឹងយើងអាចមើលផ្នែកខាងក្នុងបងប្អូនសម្រាប់ផ្នែកខាងក្នុងទ្វារនីមួយបងប្អូនអាចមើលត្រង់កន្លែងទៅនេះបានបងប្អូនអញ្ចឹងកន្លែងដៃទ្វារអញ្ចឹងបងប្អូនអាចមើលកន្លែងកែវនេះបើសិនជាមានប៉ះបុកគេត្រូវការដូរទ្វារគេត្រូវផ្សារអញ្ចឹងប្រកាសជាបាត់កែវមួយនេះបងប្អូនអញ្ចឹងមួយទៀតបងប្អូនអាចមើលនៅលើក្បាលខ្ចៅនីមួយអញ្ចឹងក្បាលខ្ចៅបើសិនជាមានស្នាមដោះអញ្ចឹងបញ្ជាក់ថាឡានហ្នឹងប្រកាសជាមានប៉ះគេអាចដោះយកចេញទៅតោនស្ងួតឬក៏គេដោះយកចេញទៅដូរទ្វារបើសិនជាករណីប៉ះខ្លាំងបងប្អូនអញ្ចឹងមួយទៀតបងប្អូនអាចមើលកែវទ្វារហ្នឹងគេអូសមកជុំឡានតែម្ដងបងប្អូនអញ្ចឹងបងប្អូនអាចមើលផ្ទៀងទាំងសងខាងតើកែវហ្នឹងស្អាតឬក៏អត់ដោយសារថានៅស្រុកខ្មែរយើងមានជាងក៏ធ្វើបងប្អូនប៉ុន្តែធ្វើមិនបានដូចក្រុមហ៊ុនToyota ដែលគាត់ធ្វើមកពីរោងចក្រទេបងប្អូនអញ្ចឹងយើងអាចទាញទ្វារនីមួយមិនខ្ញុំបង្ហាញទ្វារខាងក្រៅជូនបងប្អូនអញ្ចឹងនេះខ្ញុំមើលពីទិសដៅខាងនេះវិញអញ្ចឹងបងប្អូនអាចមើលបានច្បាស់អញ្ចឹងបងប្អូនអាចឃើញកន្លែងនេះមានកៅចេញពីរោងចក្រមកផ្ទាល់អញ្ចឹងបើសិនជាដោះទ្វារយកទៅតោនឬក៏ដោះដូរទ្វារកាត់ផ្សារអីអានឹងប្រកាសជាត្រូវបាត់ហើយបងប្អូនអញ្ចឹងបងប្អូនអាចមើលទ្វារនេះមួយទៀតបងប្អូនអញ្ចឹងនេះកៅខាងមុខបងប្អូនអាចមើលឃើញច្បាស់អញ្ចឹងកៅនេះហើយនឹងប្រឡុងអ
ចឹងប្រឡងហ្នឹងមានស្នាមដោះឬក៏អត់បងប្អូនចឹងដូចគ្នាទ្វារនីមួយៗគឺមានកៅគេអូសចេញមកពីរោងចក្រចឹងបងប្អូនអាចទាញគ្រប់ទ្វារថាមានកៅហ្នឹងស្អាតឬក៏អត់បងប្អូនចឹងបងប្អូនអាចយកដៃចាប់វាហើយចុចពីលើវាតុនឬក៏រឹងហើយមកទៀតបងប្អូនអាចសង្កេតមើលថាបើសិនជាទឹកថ្នាំខាងក្នុងបើគេបាញ់ក្រៅពេលខ្លះជាងគាត់បិទស្គុតប៉ុន្តែបិទអត់ស្អាតចឹងបងប្អូនអាចមើលទៀនមើលខាងក្នុងប្រកាសជាឃើញយកដៃអូសទៅមិនរលោងចឹងទេបងប្អូនចឹងខ្ញុំសូមបើកវងកញ្ចក់ថាបើសិនជាឡានបុកខ្លាំងដល់ផ្នែកខាងក្នុងបងប្អូនអាចមើលត្រង់កន្លែងទៅនេះបានបងប្អូនចឹងជាទូទៅសាច់ដែកឡានផ្នែកខាងលើគឺមាន3ស្រទាប់បងប្អូនចឹងស្រទាប់ខាងក្នុងស្រទាប់កណ្ដាលហើយនិងស្រទាប់ខាងក្រៅចឹងបើសិនជាឡានប៉ះខ្លាំងប្រកាសជាបាត់ហើយចឹងស្រទាប់ហ្នឹងវាដាច់ចេញពីគ្នាគេផ្សារជាប់បន្តិចទេបើសិនជាថាឡានបុកប៉ះអញ្ចឹងมันអាចស្អាតអញ្ចឹងឯងសាច់ដែកហ្នឹងត្រូវចូលលលីចូលគ្នាបងប្អូនទី2បងប្អូនអាចមើលកាយ៉ៅនេះពេលដែលប៉ះហើយគេអាចធ្វើឡើងមកវិញបានបងប្អូនប៉ុន្តែมันដូចដើមទេបងប្អូនអាចផ្ទៀងមើលទាំងសងខាងប៉ុន្តែសូមជំរាបជូនបងប្អូនថាបើសិនជាបងប្អូនទៅទិញឡានការ៉ាសឬក៏ឡានខាងក្រៅអីបងប្អូនចង់បកមើលអីអញ្ចឹងបងប្អូនអាចសុំគេសិនថាខ្ញុំអាចសុំបកមើលបានឬអត់ដោយសារអ្នកខ្លះគាត់ខឹងយើងបើសិនជាយើងបកខឹងគាត់យើងអត់បានប្រាប់គាត់អញ្ចឹងបងប្អូនអញ្ចឹងបងប្អូនពេលដែលបកហើយបងប្អូនអាចដាក់ត្រឡប់ទៅវិញតាមលំនាំដើមផងវាអញ្ចឹងខ្ញុំបង្ហាញបងប្អូនទ្វារទី5បងប្អូនទ្វារទី5ទ្វារខាងក្រោយអញ្ចឹងទ្វារទី5បងប្អូនអាចមើលបានដូចគ្នាអញ្ចឹងមើលក្នុងកន្លែងទៅនេះខ្ចៅនេះមានដោះឬក៏អត់បងប្អូនអញ្ចឹងខ្ចៅហើយទ្វារប្រកាសជាមានកៅកន្ទ្វារគេមានអុសមកមួយជុំអញ្ចឹងបងប្អូនអាចមើលឡានសើមានតែមានអីចេញពីរោងចក្រមកអញ្ចឹងគេអុសកៅមកមួយជុំផ្នែកខាងក្រោមនេះអញ្ចឹងបងប្អូនអាចអុសមើលបានអញ្ចឹងសាច់ដែកហើយនឹងកៅនៅល្អអញ្ចឹងមិនបញ្ជាក់ថាឡាននេះมันមានប៉ះឬក៏បាញ់ថ្នាំទេបងប្អូនអញ្ចឹងបន្តមកទៀតបងប្អូនអាចមើលផ្នែកខាងក្រៅចំណុចមួយដែលខ្ញុំចែកទៅជូនបងប្អូនអាចមើលតាមកលុកកលៀតបើសិនជាឡានដែលបាញ់ថ្នាំគាត់ទៅធ្វើឡើងវិញអញ្ចឹងកលុកកលៀតហ្នឹងមិនស្អាតទេបងប្អូនទោះបីជាជាងគាត់បិទកសែតព្យាយាមសម្អាតយ៉ាងណាក៏ដោយក៏នៅតែមានប្រឡាក់តិចតាមគៀនហ្នឹងអញ្ចឹងបងប្អូនអាចផ្ទៀងទាត់តាមកន្លែងទៅនឹងថាមានប្រឡាក់ឬក៏អត់អញ្ចឹងបើប្រឡាក់អានឹងបញ្ជាក់ថាឡានហ្នឹងគាត់ធ្លាប់ប៉ះគាត់ធ្លាប់ធ្វើបាញ់ថ្នាំឡើងវិញបងប្អូនអញ្ចឹងបងប្អូនអាចមើលស្កុតតាគៀកខាងនេះបងប្អូនអញ្ចឹងមានស្កុតតាគៀកដូចគ្នាអញ្ចឹងខ្ញុំបង្ហាញប្លុកខាងមុខជូនបងប្អូនប្លុកម៉ាស៊ីនចឹងសម្រាប់ប្លុកម៉ាស៊ីនបងប្អូនអាចមើលថាតើដបូលខាងមុខមានគេដោះឬក៏អត់បងប្អូនអាចមើលកន្លែងប្រឡងលើដបូលមុខនេះបងប្អូនចឹងប្រឡងទាំងពីរនេះបើសិនគេដោះទាំងសងខាងបងប្អូនចឹងបងប្អូនអាចមើលមកខាងនេះទៀតតើមានស្នាមដោះឬក៏អត់សម្រាប់ជាងពេលខ្លះគាត់ត្រូវការដោះយកទៅតោនឬក៏បាញ់ថ្នាំអញ្ចឹងគាត់ដោះហើយគាត់ប្រហើថ្នាំលើនេះចឹងបងប្អូនអាចសង្កេតមើលដែរថាទឹកថ្នាំប្រឡងនេះនិងទឹកថ្នាំចំហៀងនេះមានពណ៌ដូចគ្នាអត់បងប្អូនចឹងមួយទៀតផ្នែកខាងក្នុងបងប្អូនអាចមើលប្រឡងមួយនេះចឹងប្រឡងនេះប្រឡងថ្ពាល់ចឹងបងប្អូនចឹងបងប្អូនអាចសង្កេតមើលថាខាងក្នុងនោះមានស្នាមដោះឬក៏អត់ចឹងបើមានស្នាមដោះប្រកាសថាថ្ពាល់នេះធ្លាប់មានបញ្ហាបោកប៉ះគាត់ដោះដូរថ្ពាល់ឬក៏វាប៉ះខ្លាំងក៏មិនអាចបាញ់ថ្នាំចឹងក៏ដោះដូរថ្ពាល់ហើយបាញ់សារថ្មីបងប្អូនអញ្ចឹងមួយទៀតបងប្អូនអាចមើលនេះគល់បោកប្រឡងហើយនឹងស្នាមអញ្ចឹងកាយ៉ៅនៅស្អាតទាំងអស់អញ្ចឹងសាច់ដែកអញ្ចឹងបងប្អូនអាចមើលតាមធ្នឹមទាំងអស់នេះតើមានប៉ះឬក៏អត់បងប្អូនដោយសារឡានដែលពេលដែលប៉ះហើយទោះជាជាងគាត់ព្យាយាមតោនទាញមកវិញយ៉ាងណាក៏ដោយក៏វាដូរត្រង់ទ្រីដែរបងប្អូនហើយបងប្អូនអាចសង្កេតមើលសាច់ដែកនៅខាងក្នុងកាវដែលគេអូសនៅស្អាតឬក៏អត់អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចសង្កេតមើលទាំងសងខាងនៅលើគល់បូមនេះហើយនៅផ្នែកខាងក្នុងមានដោះឬក៏អត់បងប្អូនអញ្ចឹងសម្រាប់វីដេអូមួយនេះរៀងវែងបន្តិចខ្ញុំធ្វើការចែករំលែកជូនបងប្អូនរបៀបនៃការមើលទឹកថ្នាំ
សម្រាប់ប្រភេទ model Toyota RAV4 ចឹងសម្រាប់រថយន្តមួយគ្រឿងនេះខ្ញុំសូមបញ្ជាក់ជូនបងប្អូនថានៅលើសាច់ដែកអត់មានបាញ់ប៉ុន្តែលើកាងគឺមានបាញ់បងប្អូនចឹងកាងយើងអត់និយាយដោយសារតែឆ្នាំរៀងទៀបហើយបងប្អូនចឹងអរគុណច្រើនបងប្អូនសម្រាប់អ្នកតាមដានក្នុងវីដេអូនេះអរគុណ